បំលែងរូបភាពទៅជាអក្សរអញ្ចឹងដំបូងយើងចូលទៅក្នុង Google Chrome យើងចុចកន្លែង Search by Image យើងចុច Upload File គឺយើងទៅស្វែងរករូបភាពដែលយើងបានរក្សាទុកនៅក្នុង Computer នៅកន្លែងណានិងឯកសារខ្ញុំគឺនៅក្នុងទំព័រគឺជ្រើសយកទំព័រ167នៅក្នុងសៀវភៅយើងឬមួយក៏យើងអាចថតយកទូរស័ព្ទទៅថតឯកសារហ្នឹងហើយយើងញ៉ាំចូល Telegram មកហើយសៀវចូលទៅក្នុង Computer ទៅយើងអាចទាញយកមកប្រើប្រាស់បានអញ្ចឹងខ្ញុំជ្រើសរើសទំព័រទី167ចុច Open អញ្ចឹងយើងចង់បានអក្សរមួយណាយើងគ្រាន់តែ select លើវាមកហើយយើងចុច Copy បន្ទាប់មកទៀតយើងបើកកិច្ចការដែលយើងចង់ផាសវាទៅអញ្ចឹងយើងកុំអាលលុបឯកសារចាស់គេចោលយើងគ្រាន់តែចុចដាក់ cursor មកយើង enter មកហើយយើងចុចផាសមកអញ្ចឹងបានវាអត់លុបអក្សរបន្ទាប់មកទៀតអក្សរខាងលើនេះគឺយើងលុបចោលបាននៅក្នុងករណីមួយទៀតនៅពេលដែលយើងលុបអក្សរនេះចោលហើយយើងទៅផាសចម្លើយឧទាហរណ៍ថាមានអក្សរនេះអញ្ចឹងមកខ្ញុំ select លើវាហើយ copy ហើយផាសវានឹង load អញ្ចឹងវា load ទៅយើងធ្វើម៉េចដើម្បីឲ្យល្អវិញគឺយើងចុចចម្លងពុម្ពអក្សរពីខាងលើនេះគឺយើងចុចកន្លែងចន្លោះនឹងមួយមកហើយចុច format painter ចុចលើវាមួយមកហើយយើងយកមក select លើអក្សរដែលយើងចង់ចម្លងពុម្ពខាងលើអញ្ចឹងយើងគ្រាន់ select លើវាមកវាស្អាតចម្លងពុម្ពខាងលើមកឲ្យយើងស្អាតហើយយើងអត់បាច់ប្រវត្តិសេរីច្រើនទេអញ្ចឹងនេះគឺជារបៀបបំលែងរូបភាពទៅជាអក្សរ